បាទសូមជម្រាបសួរពុកម៉ែបងប្អូនអរគ្នាជួបគ្នាសាជាថ្មីជាមួយនឹងបងប្អូនធ្វើការបង្ហាញជាមួយនឹងការប្រើប្រាស់បាទជាមួយនឹងបាសអាឡម៉ង់ដែលទើបមកដល់ថ្មីនេះបាទជាមួយនឹង IC Power បាទ Trip 208បាទគឺការប្រើប្រាស់វាអត់ជាស្មុគស្មាញទេគ្រាន់ថាបាសថ្មីអញ្ចឹងបងខ្លះក៏គាត់អត់ទាន់ច្បាស់ណាបាទតែគាត់បានជាវទៅហើយបាទតោះយើងទៅមើលការប្រើប្រាស់ទាំងអស់គ្នាបាទអញ្ចឹងមុននឹងយើងទៅមើលការប្រើប្រាស់យើងមើលទៅលើបាទព័ត៌មានលម្អិតពាក់ព័ន្ធនឹង spec តិចបងប្អូនទាំងអស់គ្នាបាទនេះគឺជាបាទហៅថាបញ្ជាក់នៅលេខកូដក៏ដូចជាឈ្មោះរបស់គេហ្នឹងគឺ IC Power Trip 208 Power DSP Class D Ampli អញ្ចឹង Ampli ប្រភេទ Class D បាទហើយជាមួយនឹងធម្មពលបាទប្រើថ្មនេះគឺ 12V 9 ampere បាទហើយជាមួយនឹងកម្រិតភ្លើងដែលធ្វើការចូលដែលយើងសាកហ្នឹងបាទឬក៏យើងដោតបដាប្រើបដាហ្នឹងបាទវារត់ពី 110V ទៅដល់ 240 អញ្ចឹងមានន័យថាបើភ្លើងយើងធ្លាក់នៅត្រឹម 110V ហ្នឹងក៏វាអាចចូលបានដែរបាទទាបមែនតើណាតែចូលបានហើយឡើងទៅដល់ 240 អញ្ចឹងភ្លើងយើងទូទៅគឺ 220 ប៉ុន្តែនៅក្នុងគេដាក់នេះគេដាក់ដល់ 240 អញ្ចឹងវាគឺមានកម្រិតខ្ពស់មួយដែលភ្លើងឡើងដល់ 240ក៏អត់អីដែរបាទយើងអត់ឆេះទេបាទហើយចំណុចមួយទៀតគឺពាក់ព័ន្ធជាមួយនឹង SAP បាទ SAP គេដាក់ថា L បាទ FF នេះបាទ driver គឺ8 inch បាទคูณនឹង2បាទក35បាទជាមួយនឹង SAP នេះហើយកន្លែងនេះគឺ HF បាទ HF វាសំដៅទៅលើជាមួយនឹងបាទ Egoist បាទគឺ3 inch បាទ20ក25គឺប្រភេទ Neo បាទអញ្ចឹងគឺព្រោះខ្លាំងបាទ frequency បាទ response គឺ35 Hz ទៅដល់19 kHz ជាកម្រិតមួយដែលអុកបាសធ្ងន់ហើយក៏អត់ថ្លង់ងាងដែរត្រឹម19ហ្នឹងគឺច្បាស់ណាបាទប្រើជាមួយនឹងមីក្រូហ្វូនបាទ 2UHF មីក្រូហ្វូនពីរដើមបាទដែលមានបាទកម្រិតរបស់វាបាទពី640ទៅដល់670 MHz បាទលេខប្រេកង់របស់មីក្រូហ្វូនយើងបាទហើយជាមួយនឹងប្រភេទ dB បាទគឺ86 dB បាទបូកដក86 dB អញ្ចឹងវាអាចលើសនឹងតិចវាអាចក្រោមនឹងតិចបាទអញ្ចឹង dB ប៉ុណ្ណេះបាទវ៉ាត់របស់យើងត្រឹម150គឺខ្លាំងហើយបាទបងប្អូនបាទពួកបងដឹងថា dB គឺភាគច្រើនបាសមុំគឺក្រោម100បាទក្រោម100ហើយបើបាសដែលធំក៏លើស100តិចតួចទេបាទអញ្ចឹងយើងឡើងដល់86គឺកម្រិតកណ្ដាលមួយដែលល្អហើយវ៉ាត់ផេកគឺ300វ៉ាត់ផេកបាទហើយក៏ដូចជាអូមគឺ4អូមបាទអញ្ចឹងពាក់ព័ន្ធនឹងព័ត៌មានលម្អិតគឺប៉ុណ្ណឹងបាទសម្រាប់នៅលើ ampli បាទនេះគឺផ្នែកខាងលើបាទផ្នែកខាងលើយើងឃើញមាន valin ធំអានេះគឺគេហៅថា valin master ប៉ុន្តែ master នេះគេធ្វើមកបាទ valin យ៉ាងធំកប៉ែតអត់ក្រាស់ហ្មងនេះស្ដើងមែនទែនបាទយើងមើលទៅលើពាក្យនេះគេដាក់ mic wall មានន័យថាសំដៅទៅលើ valin microphone យើងនេះឯងបាទតែយើងចង់ឲ្យ microphone នឹងឮខ្លាំងយើងអាចទៅឡើងវាទៅបាទនេះមានអេក្រង់មើលយើងទៅឡើងដល់16បាទឮខ្លាំងណាយើងនៅចិត្តយើងមិនដាក់អស់ទេបាទយើងដាក់មកល្មមយើងទទួលយកបានកុំឲ្យកង់កុំឲ្យអីហើយស៊ីជាមួយនឹងចម្រៀងរបស់យើងចាក់បាទបើយើងចាក់ចម្រៀងខ្លាំងយើងត្រូវទៅឡើងខ្លាំងហើយយើងនៅឆ្ងាយបាសតិចបាទហើយខាងនេះគឺជាមួយនឹង master របស់ music បាទពាក់ព័ន្ធនឹងផ្សាច់ភ្លេងណាបងចង់ឲ្យភ្លេងឡើងខ្លាំងយើងទៅឡើងវាមកបាទវិលវាបាទទៅខាងស្ដាំទៅបាទវាដល់32ហើយយើងទៅឡើងទូរស័ព្ទយើងថែបបាទនឹងពាក់ព័ន្ធ violin ហើយការបាទសេរីបាទទៅលើសាច់ភ្លេងបាទបងអាចធ្វើការបាទចុចទៅលើនេះមួយចុចមកពឹកទៅវាមានអក្សរនេះអក្សររាងដាច់នេះរាង E ហ្នឹងវាយើងទៅឡើងជាកម្រិត E ក្រួយបាទប៉ុន្តែទូទៅបើកមកវាមានវាឡើងដល់ E ក្រួយហ្នឹងឡើងដល់8ស្រេចអីបាទគឺល្មមហើយប៉ុន្តែបងគាត់ចូលចិត្ត E ក្រួយអញ្ចឹងអាចតម្លាក់មកត្រឹមបាទលេខ2លេខ3អញ្ចឹងទៅតាមចំណង់ចំណូលចិត្តបាទហើយយើងចុចមកពឹកទៀតណាយើងចុចមកពឹកទៀតមកបាទយើងមើលទៅលើអេក្រង់ឃើញអក្សរបាទ B មានន័យថាបាសបាទអញ្ចឹងអាចថយវាបានវាអស់ទៅ8ដូចគ្នាអញ្ចឹងបងដែលគាត់គិតថាប៉ុណ្ណឹងស៊ីគ្នាទៅពេលតែវាអូតូបើកមកយើងមិនអាចសេរីទៀតទេបាទហើយយើងចុចទៀតអានេះគឺអក្សរ U នេះគឺ valin នឹងឯងបាទ valin របស់វាយើងមិនអាចចុចក៏បានតែពេលតែវាបាទយើងឈប់ចុចទៅវាលោតមកធម្មតាវិញគឺបាទវាចូលលក្ខណៈ valin ចាឃើញណា valin បាទមកចុចទៅរក valin ក៏បានដែរហើយខាងនេះដូចគ្នាបាទពាក់ព័ន្ធនឹងសេរី echo ផ្សេងគឺយើងចុចទៅលើបាទបេតុងនឹងមួយទៅបាទអានេះ echo បាទ echo វាមានដល់16បាទ16បើបងគិតថា echo ខ្លាំងពេកយើងថយវាមកបាទត្រឹមដាក់ត្រឹម12ទៅហើយយើងចុចមកប៉ឹកទៀតណាបាទយើងចុចមកប៉ឹកទៀតគឺdelay បាទ delay នេះវាសំដៅលើអាភាពយឺតលឿនណាបាទអញ្ចឹងបងប្អូននឹងធ្វើការតេស្តជាក់ស្ដែងជូនបងប្អូនទាំងអស់គ្នាដល់យើងបើកម៉ៃមកAlam, alam, alam.
បាទ echo នៅkia chứ cứ đã làលេខ5 lưបាទយើងថយchứលេខ0lên lư ហើយបើយើងឡើងមកលឺគេតលេខ4លេខ5លឺបាទខ្លាំងមែនទេឥឡូវចឹងដល់ពេលបងចង់បាន echo ណាមួយយើងចុចតានេះមកប៉ាក់មកបាទប៉ាក់នេះ echo ណាយើងចង់ខ្លាំងយើង ឡើងមកឥឡូវយើងថយចេះអត់មាន echo ទេមកដល់លេខ0គឺបាត់ echo ទៅម្ដងឥឡូវ1 2 3ឥឡូវយើងដាក់12ទៅហើយ delay គឺសំខាន់ដែរបើសិនបងថយ delay ឥឡូវបាទថយអស់គឺគោកហើយយើងទៅឡើងមកបន្តិចរាងអត់សូវ smooth ទេឥឡូវឆក់មកអញ្ចឹងយើងអាចដាក់មក smooth ទៅឥឡូវ1 2 3ឥឡូវបងចង់ឲ្យលាក់រាំងវើលបាទរាំងវើលខាងយើងដាក់ដល់16តែម្ដងបាទឥឡូវ1 2 3ឥឡូវ1 2 3បាទនេះគឺការប្រើជាមួយនឹង echo អញ្ចឹងគឺងាយស្រួលបងប្អូនតែប៉ុណ្្នឹងទេអត់ពិបាកទេបាទហើយបើសិនតែបងបាទមិនសូវច្បាស់ជាមួយនឹងការស្ដាប់សំឡេងណាអាហ្នឹងយើងអាចចំណាំលេខទៅបាទមានន័យថាអត់ដឹងថាប៉ុណ្ណឹងល្មមអត់សូវចេះស្ដាប់ណាគាត់អត់ដឹងទេគាត់ដឹងថាអាសំឡេងបែបហ្នឹងព្រោះអត់ឥឡូវអញ្ចឹងគឺគាត់ត្រូវការចំណាំលេខទៅគឺយើងដាក់ echo 12បាទឬក៏13ចេះទៅបាទ13បាទហើយបើសិន delay គឺយើងដាក់16តែប៉ុណ្្នឹងទៅបានហើយបាទហើយបើសួរយើងដាក់អស់យ៉ាងម៉េចដែរដាក់អស់ក៏អត់អីទេ echo ប៉ុន្តែក៏វារាំង echo ខ្លាំងពេក1 2 3បាទអ្នកខ្លះក៏ចូលចិត្តអញ្ចឹងវិញណាបាទដូចជាចាស់ក៏ចូលចិត្តអញ្ចឹងបាទដោយសារគាត់ថាដាក់ echo តិចយ៉ាងតឹងអីចឹងណាប៉ុន្តែទូទៅយើងស្ដាប់យកព្រោះយើងមិនដល់ថ្នាក់ហ្នឹងពេកទេបាទតែ13អីក៏បានដែរ1 2 3បាទហ្នឹងពាក់ព័ន្ធ echo បាទហើយពាក់ព័ន្ធជាមួយនឹងមុខងារផ្សេងៗនៅលើនេះបាទយើងមើលទាំងអស់គ្នាបាទនេះគឺជាកន្លែងដូរភ្លើងបាទនេះយើងដូរទៅយើងចុចតែមកប៉ាក់មកប៉ាក់កន្លែងនេះលើភ្លើងនេះលើអក្សរមួយនេះណាបាទលើអក្សរហ្នឹងចុចមកវាដូរហើយឃើញទេបាទដូរគ្រប់ទម្រង់ណាបាទបើយើងចង់បិទវាយើងចុចជាប់បាទចុចជាប់ចេញមកគឺបិទហើយអត់មានភ្លើងទៀតទេនេះយើងចង់សំចៃភ្លើងអីចឹងជាដើមបាទយើងចង់បើកចុចមកប៉ាក់មកវិញមកបើកវិញហើយបាទហើយកន្លែងនេះគឺកន្លែងវ៉ាលីនហ្គីតាទេបាទបូកដកយើងអត់ចាំបាច់កន្លែងនេះយើងដូរបទចម្រៀងនៅលើទូរស័ព្ទយើងឃើញសញ្ញាហ្នឹងបត់ថយបត់មកក្រោយទៅមុខអីចឹងទៅស្កប់បត់ចម្រៀងអីចឹងណាយើងចុចចឹងទៅស្កប់បាទចុចទៅវាចាក់វិញអីចឹងទៅហើយកន្លែងនេះគឺមុខងារសម្រាប់យើងដូរបាទជាមួយនឹងបាទ Bluetooth យើងដូរទៅជា line អា line នេះសម្រាប់បងចូលចិត្តចាក់តាមខ្សែផ្ទាល់ណាបាទចាក់តាមខ្សែបាទយើងអត់ចង់ប្រើ Bluetooth បាទយើងអាចធ្វើការដាក់ទៅ line បាទអញ្ចឹងយើងដាក់ Bluetooth យើងចុចមកវិញបាទនេះអានេះ visual បាទ visual បាទនេះគឺ visual បាទយើងចុចមួយទៀតមកចូល Bluetooth វិញប៉ុន្តែ Bluetooth ទូទៅយើងបើកកុងតាក់បាសរបស់យើងនេះមកនេះកន្លែងកុងតាក់វាយើងបើកមកគឺវាអូតូហើយបាទវាអូតូបន្តិចហើយអត់ចាំចុច Bluetooth ទៀតទេបាទអញ្ចឹងនៅលើនេះទៀតមានរុនសម្រាប់យើងប្រើជា memory បងដឹងហើយ memory ទូចៗហ្នឹងដែលយើងដាក់តាមទូរស័ព្ទជំនាន់មុនឥឡូវគេមិនសូវប្រើទេបាទហើយនៅតាមទូរស័ព្ទគេអត់សូវមានប្រើតែបើយើងចង់បានបែបហ្នឹងយើងទៅទិញយកមកចូលបទចម្រៀងទុកចាក់វាស្រួលយើងដោតទៅហើយមិនប្រើទូរស័ព្ទហើយនេះ USB បាទ USB រាងធំជាង memory បាទរាងទំហំធំហើយរុនវាបែបហ្នឹងធំដែរបាទនេះរុនសម្រាប់យើង live បាទចង់ live អីចឹងទៅនេះរុនសម្រាប់យើងថែមជាមួយនឹង guitar ចូលដើម្បីលេងនេះយើងថែមជាមួយ microphone មាន2ប្លោះអត់មាន mic 1 mic 2នេះកន្លែងរុនសាកភ្លើងគឺយើងប្រើជាមួយនឹងឆ្នាំងសាករុនមូលបាទរុនមូលដែលកម្រិតឆ្នាំងសាកនេះគឺ15 V អញ្ចឹងយើងត្រូវទិញឆ្នាំងសាកដែលមានកម្រិត15 V ជាដុំ adapter ដែលយើងអាចសាកបាទត្រូវទេណាយើងយកលើសអត់បានទេបាទក្រោមនោះក៏អត់បានដែរបាទអញ្ចឹងឃើញថាពិសេសបាទឈុតនេះបាទមុខងារបាទគឺវាស្រួលសេរីបាទវាអត់មានទៅស្មុគស្មាញទេបាទស្រួលសេរី smooth ដូចកន្លែងនេះមិញបើយើងអត់ដឹងយើងពិបាករាវរកកន្លែងចុចអញ្ចឹងណាប៉ុន្តែបន្ទាប់ពីយើងដឹងហើយងាយស្រួលបាទចុច
ទៅប្រវល់យកហ្នឹងអត់មានភ័យខុសត្រូវទៅណាទេបាទហើយសំខាន់វាឆាប់ស៊ីគ្នា smooth អត់ពិបាកក្នុងការប្រើប្រាស់មែនតើបាទអញ្ចឹងបាសខ្លះយើងសេរីអត់ត្រូវទេបាទនៅទៅលេចទៅកាត់រហូតបាទអញ្ចឹងឃើញថាការសេរីគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនអរគ្នាបាទហើយសម្រាប់សាច់ភ្លេងអត់បានតេស្តក្នុងនេះទេបាទកុំឲ្យយូរអញ្ចឹងបងចង់ស្ដាប់នៃការតេស្តបងអូនតនេនឹងធ្វើការបាទថតជាការតេស្តសាច់ភ្លេងសុទ្ធជូនបងមកស្ដាប់តែម្ដងបាទហើយបើពាក់ព័ន្ធនឹងការតេស្តបាទក្នុងការ live ក៏មានដែរប៉ុន្តែខ្លាចលោកបងបាទពិបាកស្វែងរកអាចមករកនៅក្នុង YouTube បានបាទបងអូនធ្វើការអាប់ដេតចូលក្នុង channel YouTube ណាបាទអញ្ចឹងតម្លៃក៏ពិសេសបងបាទតម្លៃត្រឹមតែ170ទេបងប្អូន170ទេយើងចុះពី200មកបាទអញ្ចឹងតម្លៃនេះរៀងប៉ុណ្ណេះបងគិតទៅបាទសាប់បាទគឺលក្ខណៈពីទឹកដប់ជាទៀតឈុតនេះនិយាយទៅបើសិនតែបងប្រៀបសម្លេងជាមួយនឹងប្រភេទបាសដែលបងមាននៅក្នុងដៃដែលបងស្រឡាញ់សលេងថាសតុនហើយព្រោះហើយហ្នឹងណាប៉ុន្តែតម្លៃខុសគ្នាឆ្ងាយបាទខុសគ្នាឆ្ងាយមែនទែនប៉ុន្តែដល់ពេលយើងយកមកប្រៀបជាមួយនឹងឈុតយើងនេះវាហាក់ហាក់ដូចគ្នាភាពពីរោះហើយសំខាន់បានច្រៀងបានម៉ៃទៀតអញ្ចឹងណាអញ្ចឹងបងគាត់ក៏ដែលដឹងគឺគាត់ទៅទិញបាសហ្នឹងខុសតែម្ដងបានតែស្ដាប់ទេហើយស្ដាប់ហ្នឹងលក្ខណៈក្នុងបន្ទប់ទៀតអញ្ចឹងជាក់ស្ដែងគឺអញ្ចឹងណាបាសដែលមានសលេងសតុនព្រោះហ្នឹងប៉ុន្តែបាសយើងអត់ទេក្រៅក៏បានក្នុងក៏បានហើយច្រៀងបានទៀតបាទសំខាន់សម្រស់អីបានមកចប់បាទអញ្ចឹងបងកុំភ្លេចជាមួយនឹង IC Power បាទ Trip 208បាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀត